Hello សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទវិរៈនាំបងប្អូនទាំងអស់គ្នាមកដើរលេងកម្សាន្តនៅទីក្រុងនេភៀនៅក្នុងប្រទេស New Zealand ទាំងអស់គ្នាបងប្អូនបាទបងប្អូនឃើញយន្តហោះចេញផ្សែងខ្ញុំឆ្ងល់មិនមានបញ្ហាអីទេគ្រាន់តែជាសូដែលគេបង្ហាញនៅក្នុងកម្មវិធី Art Deco ក្នុង Hawke's Bay បាទជារៀងរាល់ឆ្នាំគេតែងតែប្រារព្ធកម្មវិធីនេះនៅក្នុងទីក្រុងនេភៀបាទបងប្អូនមិនត្រឹមតែជាសូយន្តហោះដែលគេបាញ់ផ្សែងពីលើនោះទេមានដូចជាឡានបុរាណជំនាន់ពីដើមបងប្អូនមានឡានខ្លះជំនាន់1930 40យូរតាំងពីឆ្នាំ1900ឡើងទៅបងប្អូនស្អាតមែនទែនភ្លឹងមែនទែនហើយវិញនិយាយពីតម្លៃឡានវិញញាក់សាច់ហើយបងប្អូនអើយថ្លៃណាស់ហើយមើលពណ៌បងប្អូនអើយភ្លឹងឡានរបស់គេ Nice ហើយកម្រងបងប្អូនថាថ្ងៃអាទិត្យថាទៅផ្សារទេផ្សារទៅផាកកន្សែលទិញអីវ៉ាន់ទេតែចៃដន្យអីបងប្អូនឃើញយន្តហោះគេបាញ់ផ្សែងចំនំគ្នានិយាយក្នុងឡានចុះមកគេនៅកម្មវិធីនឹងទៀតទេព្រោះអីខ្ញុំស្មានថាគេចប់នៅក្នុងថ្ងៃសៅរ៍បាត់ហើយវីដេអូដែលខ្ញុំថតនេះគឺជាថ្ងៃអាទិត្យស្រាប់តែឃើញគេផ្សែងយន្តហោះគេហោះអញ្ចឹងទៅអូកម្មវិធីគេនៅចាំកាល4នាក់ជិះមួយឡានប្រុយបងប្អូនមានអីកម្មវិធីគេនៅក៏ផ្សារទុកមួយឡែកចឹងសំខាន់មកថតវីដេអូព្រោះអីទស្សនភាពនេះមិនងាយថតបានទេបងប្អូនមួយឆ្នាំកម្មវិធីគេប្រពៃម្ដងទេខំតែខូចចិត្តបងប្អូនអើយថ្ងៃសៅរ៍ក្នុងរោងចក្រយើងមកធ្វើការគេតែរោងចក្រគេដាក់ហើយយើងធ្វើការគឺយើងធ្វើការថែមម៉ោងថ្ងៃសៅរ៍ថាអើយចាប់ទៀតហើយឆ្នាំនេះឆាចោលអត់បានតែមើលណាមានអីបានតែថ្ងៃអាទិត្យនៅសល់ចំហាយបាទបងប្អូនមើលនៅក្នុងវីដេអូនេះម្ដងកុំឡែងត្រាម៉ាច្រើនពេកហ្នឹងហើយកាលឆ្នាំទៅខ្ញុំដាក់រូបថតឲ្យមើលខ្ញុំថតគឺគេចាប់បាត់ឲ្យកម្មវិធីពេលខ្ញុំមកពេលល្ងាចហើយនេះគឺគេដឹកភ្ញៀវទេសចរគេនាំគ្នាឈរថតប្រងព្រាមងុយឡានហ្នឹងឆ្នាំ1904តែមើលផ្លេតទីកូយិនបងប្អូនខ្ញុំមានរូបថតកាលឆ្នាំទៅខ្ញុំថតបងប្អូននេះបងប្អូនឆ្នាំទៅយើងសេតយើងបានថតរូបហើយអត់មានមនុស្សអត់មានឡានអត់មានអីគេតាំងពីពណ៌អត់មានយន្តហោះអីគេបាញ់ផ្សែងទេតែឆ្នាំនេះឈប់សេតហើយគឺបានមើលឡើងពេញភ្នែកបងប្អូនមើលផ្លូវនេះគេបិទតែគេសម្រាប់ឲ្យភ្ញៀវទេសចរគេជិះគោយន្តនេះខ្ញុំហៅគោយន្តហ្មងទៅខ្ញុំអត់ដឹងហៅអីថារចូលជិះតែបងប្អូនតែមនុស្សតម្រង់ជួរច្រើនពេកសំបីជិះឡានក្រុងក៏មនុស្សច្រើនសំបីកន្លែងចតឡានក៏មនុស្សច្រើនដែរបងប្អូនមិនឲ្យច្រើនហ្មងបងប្អូនមួយឆ្នាំគេធ្វើម្ដងចាំកាលមកមនុស្សច្រើនហើយកម្មវិធីនេះបងប្អូនគេតដល់យប់ទៀតតែខ្ញុំអត់បាននៅយប់ទេព្រោះយើងនៅធ្វើការយើងល្វើយអញ្ចឹងណាបាទបងប្អូនបន្ទាប់ពីយើងមើលគោយន្តឆ្អន់ហើយក៏យើងដើរមើលឡាននេះ A few moments គេ later តាំងពីពណ៌ច្រើនណាបងប្អូនប៉ុន្តែបើគេយកតម្រៀបជួរគ្នាមិនដឹងស្អាតយ៉ាងណាគេដាក់ខាងនេះម្ដុំទៅខាងនោះម្ដុំទៅតែសំខាន់ណាបងប្អូនឡាននេះឡានខ្លះគេឲ្យយើងជួលជិះបានណាបងប្អូនគេគិតជាកន្លះម៉ោងគេគិតជាអីខ្ញុំភ្លេចបាត់ទេធ្លាប់សួរគេនេះស្អាតញាក់បងប្អូនអើយនេះឈរមើលប៉ុន្តែតម្លៃវិញមិននិយាយទេហើយអ្នកមានឡាននេះស្អាតថាអ្នកមានអ្នកធ្វើ farm អ្នកធ្វើចការបងប្អូនអើយអ្នកធ្វើ farm ចការនៅស្រុកនេះគឺគេមានណាស់តែសំខាន់ណាបងប្អូនមិនត្រឹមតែឡានជំនាន់ពីដើមជំនាន់1930ជាងទេតែសំបីសម្លៀកបំពាក់បងប្អូនមើលនៅក្នុងវីដេអូនោះទៅគាត់ដឹងដែរថាក៏គេស្លៀកពាក់តាមបែបបទជំនាន់1930ជាង40ជាងឡើងទៅតែបងប្អូនដើរមកឆ្អែតដែរហ្នឹងបងប្អូនគេតាំងពីពណ៌មកកន្លែងម្ដុំនៃភាមាត់សមុទ្រគេហ្នឹងបាទបងប្អូនបើកលេចមកខាងនេះវិញបរិខាពេទ្យហើយនឹងខាងបងតាហ៊ាននឹងភ្លើងហ្វាដើម្បីសម្រាប់ដាក់តាំងនៅមាត់សមុទ្រណាបងប្អូនបើចំពោះខាងពេទ្យបរិខាពេទ្យនេះវិញនេះគេដាក់តាំងនេះគេទុកទាំងអស់របស់សល់ពីមុនមានដូចជាតង់មានដូចជាកៅអីមានដូចជាឧបករណ៍ប្រើប្រាស់ចង្ក្រានបាយឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃកាលចំនួនឆ្នាំ1930 40ហ្នឹងបងប្អូនមានដូចជាឡដុតឡអីមានដូចជា
ខាងបងតាហ៊ានគេស្លៀកពាក់គេពាក់ខោអាវកាលជំនាន់ពីដើមវាលុយណាបងប្អូនហើយសំខាន់ណាស់បងប្អូនគ្នាខ្ញុំដើរឃើញឧបករណ៍មួយនេះបងប្អូនចុះខ្ញុំអីមែនយូរទៅឃ្លានទឹកអំពៅថាម៉ាស៊ីនគៀបទឹកអំពៅបងប្អូនហើយមកសួរខ្ញុំចឹងខ្ញុំឆ្លើយមិនចេញដែរថាប្រហែលគៀបទឹកអំពៅដែរអញ្ចឹងក្លែកមកខាងនេះវិញគេមាន concert បងប្អូនគេមានតារាចម្រៀងគេមានក្រុមរាំតែសំខាន់បទចម្រៀងនិងការរាំរបស់គេបងប្អូនជំនាន់ពីដើមទាំងអស់បាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំនៅក្នុង YouTube Facebook និង TikTok កុំភ្លេចជួយ like ជួយ follow subscribe ម្នាក់មួយហើយចុចសញ្ញាកណ្ដឹងឲ្យផងបងប្អូនបាយបាយ